វាសួរបងប្អូនជាកសិករថ្ងៃនេះខ្ញុំមកមានវីដេអូមួយទៀតទៅលងចែកម្លែកពីវិធីសាស្ត្រដើម្បីត្រៀមផលិតផ្លែផ្កាហើយជាវិធីសាស្ត្រមួយដែលជួយជំរុញឲ្យគេហៅថាកម្ដៅពុះមែកបងប្អូនធ្លាប់តែឃើញនៅពេលដែលបងប្អូនម្ចាស់ចម្ការគាត់តែងតែគេហៅថាសន្សំអាហារនៅលើផ្ទៃស្លឹកតែសម្រាប់វគ្គនេះគឺយើងសន្សំអាហារនៅលើពុះមែកដើម្បីអីគឺដើម្បីទី1គេហៅថាទាញជាតិស្ករពីចុងស្លឹកមកពុះមែកដើម្បីត្រៀមផលិតផ្លែផ្កានៅពេលខាងមុខជាពិសេសបងប្អូនដែលទុរេនថ្មីហើយនិងទុរេនដែលមានអាយុកាលយូរឆ្នាំដែលមានកង្វះខាតទាក់ទងទៅនឹងអាហារលើពុះមែកដែលជាសញ្ញាដែលធ្វើឲ្យទុរេនចេញផ្កាមិនបានស្រស់គ្នាមិនបានល្អហើយចេញផ្កាមកអតិតតូចជាពិសេសវាមានការប្រឆាំងពីបញ្ហាទាក់ទងទៅនឹងអាកាសធាតុជាដើមមានភ្លៀងសន្សើមខ្ពស់សីតុណ្ហភាពខ្ពស់ហើយក្តៅដែលជាសញ្ញាដែលធ្វើឲ្យបញ្ហាជាតិស្ករនៅលើចុងស្លឹកក៏ដូចជាបញ្ហាចេញផ្កាមិនបានសមប្រកបអ្វីដែលបងប្អូនចង់បានអញ្ចឹងផលិតផលពីរនេះដែលអាចជួយបងប្អូនបានគឺមានដូចជា Gen K 2លីត្រជាមួយនឹង Gen Ber 1លីត្រដែលមានតួនាទីសំខាន់បានផ្កាល្អសមត្ថភាពផ្កាពេញលេញសុខភាពផ្កាបានមាំមួនហើយជាពិសេសទាញជាតិស្ករពីចុងស្លឹកមកពុះមែកបានល្អមែនទែនអ្វីដែលសារៈសំខាន់នោះគឺទី1កម្លាំងផ្កាចេញមកស្រស់ស្អាតផ្កាសផ្កាមានកម្លាំងប្រកបដោយគុណភាពដូច្នេះ Gen K Gen Ber មានតួនាទីសំខាន់សម្រាប់ត្រៀមបានផ្កាស្រស់គ្នាជាពិសេសនៅក្នុងដើមវ័យស្ទាវដើមថ្មីនិងវ័យចាស់យ៉ាងណាមិញ Gen K និង Gen Ber មានតួនាទីសំខាន់ព្រោះនៅក្នុងដើមនីមួយវាមានលក្ខណៈខុសៗគ្នាមានចំណុចខ្វះខាតផ្សេងគ្នាដូច្នេះដើម្បីឲ្យចំណុចខ្វះខាតទាំងនោះមកពេញលេញហើយបំពេញបានគ្រប់គ្រាន់ហើយទាញជាតិស្ករបានល្អគឺកុំភ្លេចប្រើ Gen K និង Gen Ber អញ្ចឹងខ្ញុំមានវីដេអូប៉ុណ្ណឹងដើម្បីចែកម្លែកទៅបងប្អូនម្ចាស់ចម្ការដើម្បីងាយស្រួលក្នុងការផលិតផ្កានៅក្នុងរដូវថ្មីហើយជាពិសេសចំពោះទុរេនដែលថ្មីហើយនិងទុរេនដែលមានអាយុកាលវ័យចាស់បាទអរគុណជំរាបលាបាទ